តម្លៃមាសនៅលើទីផ្សារអន្តរជាតិថោកឡើងខ្ពស់បំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រតាមមកពីមូលហេតុអ្វីហាងឆេមីនៅលើទីផ្សារអន្តរជាតិបានបំបែកកំណត់ត្រាថ្លៃខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រទៀតហើយនៅព្រឹកថ្ងៃសុក្រទី14ខែមីនានេះឈានដល់$2.990អាមេរិកក្នុង1អោនឬ$3.546អាមេរិកក្នុង1តម្លឹងតម្លៃមាសហក់ឡើងខ្ពស់នេះគឺដោយសារភាពមិនប្រាកដប្រជាជំវិញបញ្ហាពន្ធកូដឺចម្រូងចម្រាសរបស់សហរដ្ឋអាមេរិកនិងការព្រួយបារម្ភអំពីសង្គ្រាមពាណិជ្ជកម្មគួបផ្សំជាមួយការរំពឹងទុកកាន់តែច្រើនឡើងថាធនាគារកណ្ដាលអាមេរិកអាចនឹងបញ្ចុះអត្រាការប្រាក់ឆាប់ៗនេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានធំៗជាច្រើនលោកយៀបជុនយ៉ុងអ្នកជំនាញផ្នែកយុទ្ធសាស្ត្រស្ថិតិផ្សារនៃគេហទំព័រតាមដានទីផ្សារនិងហាងឆេមីអាជីបានលើកឡើងថាបណ្ដាអ្នកវិនិយោគរំពឹងទុកថាសង្គ្រាមពាណិជ្ជកម្មពិភពលោកនឹងកាន់តែកើនឡើងកម្ដៅហើយកត្តានេះបានជំរុញឲ្យវិនិយោគិនសម្រុកទិញជុំមាសដើម្បីការពារហានិភ័យនៅក្នុងស្ថានភាពវិវត្តចុងក្រោយនេះដើម្បីឆ្លើយតបទៅនឹងសង្គ្រាមពាណិជ្ជកម្មបញ្ឆេះឡើងដោយប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំសហភាពអឺរ៉ុបបានដំឡើងពន្ធ 50% លើការនាំចូលស្រាវីស្គីអាមេរិកហើយការដំឡើងពន្ធនេះបានធ្វើឲ្យលោកដូណាល់ត្រាំខឹងឆេះដុំហើយបានគំរាមតាមបណ្ដាញទំនាក់ទំនងសង្គមត្រាត់សូយ៉លថាលោកនឹងយកពន្ធ 200% លើការនាំចូលស្រាគ្រប់ប្រភេទរបស់អឺរ៉ុបពន្ធគោលរបស់លោកដូណាល់ត្រាំត្រូវបានព្យាករណ៍យ៉ាងទូលំទូលាយថានឹងបង្កឲ្យអតិផរណាហក់ឡើងខ្ពស់និងភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចហើយជំរុញឲ្យហាងឆេមីឡើងខ្ពស់ឈានដល់ការបំបែកកំណត់ត្រាជាបន្តបន្ទាប់នៅក្នុងឆ្នាំ2025នេះព្រោះមាសត្រូវបានទទួលស្គាល់ថាជាទ្រព្យសកម្មដ៏មានសុវត្ថិភាពបំផុតសម្រាប់ការពារហានិភ័យផ្នែកនយោបាយនិងអតិផរណាអានដោយសំឡេងសព្វនិមិត្តសារិកា AI